ជម្រាបសួរបងប្អូនពូមីងជាទីមេត្រីបាទថ្ងៃនេះមានដំណឹងពិសេសមួយទៅចែកចាយទាក់ទងពីរឿង EB3 skill បាទធម្មតាយើងតែងតែ promote បាទ EB3 on skill បើអត់ជំនាញណាប៉ុន្តែមកដល់ម៉ោងនេះមានអីមួយថ្មីជ្រើងបាទដើម្បីជូនដំណឹងទៅបងប្អូនយើងបាទអញ្ចឹងថ្ងៃនេះចង់ជម្រាបបងប្អូនថាយើងកំពុងត្រូវការបាទអឺ skill អានេះ skill ឥឡូវចង់និយាយពីរឿង skill លឿនណាបាទអត់ដូច on skill ទេអញ្ចឹងទោះទៅប្រហែល2ឆ្នាំទៅ2ឆ្នាំកន្លះនេះទោះទៅបាទតាមធម្មតាអញ្ចឹងលឿនជាង on skill អញ្ចឹងអ្វីទៅខាងក្រុមហ៊ុនគេត្រូវការខ្ញុំសូមមើលអ៊ីក្រង់បន្តិចបាទបាទនេះជាលើកទី1ដែលយើងpromote skill ដើម្បីឲ្យបងប្អូនចាប់ឱកាសនេះបានអញ្ចឹងទី1ខាងនៅក្នុង description មាន link បាទដើម្បីបងប្អូនដឹងពីស្អីគេ JD របស់ position ហ្នឹងអញ្ចឹងទី1គេហៅ marketing and digital ad specialist បាទនៅខាងទីផ្សារខាង marketing ខាង social media អីឡើងអញ្ចឹងចំពោះ position ហ្នឹងប្រាក់ខែពី79,000ទៅ90,000បាទ 79,000 to 90,000 នឹងវាអាស្រ័យទៅបបផ្សោតនឹងការសមត្ថភាពនិងសមត្ថផលរបស់ candidate បាទការងារនេះនៅរដ្ឋ Texas បាទនៅរដ្ឋ Texas អញ្ចឹងបើសិនបងប្អូនចង់បាន detail នៅក្នុង link បាទនៅក្នុង link អាចមើលក្នុង link បានបាទposition ទី2 accountant បាទ accountant ប្រាក់ខែគេវាចន្លោះពីដល់ណាមិញបាទជាស្រ័យ60,000បាទទោះទៅប្រហែលមធ្យម60,000បាទអានេះនៅ Texas ដែរaccountant បងប្អូនដឹងស្រាប់ហើយបាទខាង accounting ណាបាទទី3គេហៅ business operation analysis human resource អញ្ចឹងនិយាយកាត់ទៅខាង human resource អញ្ចឹងអ្នកនិយាយថារោមនុស្ស recruit ឡើងបាទអញ្ចឹងបងប្អូនអាចមើល detail នៅក្នុងមើល JD នៅក្នុង link នៅខាងលើបានប៉ុន្តែអ្វីដែលពិសេសនេះបាទនេះជា skill position skill ហ្នឹងមានន័យថាបងប្អូនទី1ត្រូវមាន bachelor បាទត្រូវមាន bachelor degree ហើយត្រូវចេះភាសាអង់គ្លេសចេះ computer នៅជា requirement detail minimum បាទ requirement ណាកាលក្ខណ្ឌគេអញ្ចឹងបើសិនបងប្អូនចាប់អារម្មណ៍ពី position នេះបាទចង់ដឹងថាតម្លៃ processing ថ្លៃ មេ TV ថ្លៃរៀបចំឯកសារអស់ប្រហែលវាថាចំណាយពេលប្រហែលដើម្បីចូលសភាឡើងបាទអាចទាក់ទងមកខាងយើងបានដើម្បីយើងផ្ដល់ detail ដោយសារនេះ position ថ្មីជ្រើងបាទបងប្អូននេះអត់មានច្រើនទេបាទអញ្ចឹង position skill ធម្មតាក្នុងរដ្ឋគេឲ្យយើងនឹង recruit បាទអ្នកនៅ local បាទប៉ុន្តែចៃដន្យថាយើងរស់ហើយអត់ទាន់មានអ្នក apply អញ្ចឹងយើងមានសិទ្ធិបាទដើម្បី recruit មកក្រៅស្រុកមកធ្វើការ position នេះបាទអញ្ចឹងទី1បងប្អូន marketing និង digital ad ទី2 accounting ទី3 human resource បាទ3 position ហ្នឹងហើយទៅ available តែមួយអញ្ចឹង very competitive បាទអញ្ចឹងបើសិនបងប្អូនចាប់អារម្មណ៍សូមទាក់ទងមកខាង page ឬតម្លាក់telephone ឬ email មកខាងយើងមកបាទសំខាន់ណាស់ចំណុចហ្នឹងទី2បាទបើសិនយើងបានប្រឹក្សាយោបល់ជាមួយហើយបើសិនបងប្អូនគ្រប់លក្ខខណ្ឌបាទ employer ឬអ្នកតំណាងខាង employer នឹងចោះទៅសភានៅខ្មែរបាទខែក្រោយនេះបាទអញ្ចឹងពេលវេលាអត់សូវច្រើនប៉ុន្មានទេទី1 position ក៏តិចទី2អ្នកតំណាងក្រុមហ៊ុនទៅសភានៅខ្មែរផ្ទាល់ទី3លឿនបងប្អូន skill បាទអត់យូរដូច on skill ទេបាទសឹងតែពាក់កណ្ដាលឬលឿនជាងពាក់កណ្ដាលបាទអញ្ចឹងបងប្អូនកុំឲ្យខកខានកុំឲ្យយឺតយ៉ាវបាទបើសិនចាប់អារម្មណ៍បើសិនគ្រប់លក្ខខណ្ឌរបស់ JD នៅក្នុង job description នៅក្នុងនោះហើយបាទដាក់មក
បាទហើយទៅជូនពរបងប្អូនរស់ស៊ីមានបានដូចអុកញ៉ាគិតម៉េងមានផ្ទះល្វែងច្រើនដូចឈិមម៉ុកនិងពេជ្រហួតបាទសូមអរគុណជម្រាបលាហេងៗដល់គ្នាបាទ